ចាស់សូមជម្រាបសួរប្រិមិត្តជាទីមេត្រីចាថ្ងៃនេះសូមនាំអារម្មណ៍ប្រិមិត្តមកយល់ដឹងនឹងបានស្គាល់នៅមេតបដ៏អង់អាចក្លាហានចំនួន2រូបនៅចុងសម័យលង្វែកមេតបក្លាហានអង់អាចទាំង2រូបនោះគឺមេតបដេជោមាសនិងដេជោយ៉តដេជោមាសនិងដេជោយ៉តគឺជាមេតបអង់អាចក្លាហាននៅក្នុងសមរភូមិសង្គ្រាមដៃជោមាសគឺជាកំពូលមេតបដ៏ពូកែម្នាក់ក្នុងរាជព្រះបាទជ័យជេដ្ឋាលោកមានសិស្សម្នាក់ឈ្មោះយ៉តដែលជាសិស្សពូកែឆ្លាតវៃឧស្សាហ៍ចេញច្បាំងជាមួយលោកនាសម័យកាលមួយនោះស្ដេចសម្រែបានតាំងខ្លួនឯងជាស្ដេចសម្រែរាជាធិរាជបានតាំងទីកងទ័ពនៅដែនកំពង់ហាវខេត្តកំពង់ឆ្នាំងបានរៀបចំបន្ទាយមួយឲ្យឈ្មោះថាបន្ទាយនគរស្ដេចសម្រែគឺជាមេក្រុមប្រឆាំងបះបោរនឹងស្ដេចព្រះជ័យជេដ្ឋាដើម្បីដណ្ដើមអំណាចគ្រប់គ្រងផែនដីស្ដេចក៏បញ្ជាឲ្យមេទ័ពដេជោមាសដេជោយ៉តនាំទ័ពទៅបង្ក្រាបតែច្បាំងមិនចាញ់មិនឈ្នះគ្នាសោះលុះក្រោយមកជំទាវស្រែនដែលជាភរិយាដេជោមាសក៏បានប្រើល្បិចលួងលោមស្ដេចសម្រែនិងមេទ័ពផឹកស៊ីរហូតស្រវឹងទន់ខ្លួនទើបដេជោមាសនិងដេជោយ៉តលើកទ័ពទៅវាយហើយចាប់បានយកមកថ្វាយដល់ព្រះរាជាដើម្បីកាត់ទោសក្រោយមកដេជោមាសក៏ទទួលអនិច្ចកម្មទៅហើយដេជោយ៉តក៏បន្តតំណែងជាមេទ័ពនេះពីគ្រូរបស់ខ្លួនដោយថែមទាំងទទួលបាននៅដាវអាញាសឹកពីស្ដេចថែមទៀតផងសម្រាប់បង្ក្រាបជនបះបោរនាសម័យកាលនោះដោយមានការដកពិសោធន៍ក្នុងសង្គ្រាមជាច្រើនដងដែលជោយ៉តយល់ឃើញថាការធ្វើសង្គ្រាមចាញ់គឺដោយសារតែមានជនបង្កប់ហើយក៏បានស្វែងរកជនបង្កប់លោកបានបញ្ជាឲ្យកងទ័ពទាំងអស់ទៅលង្វែកដោយលោកបានឲ្យកងទ័ពទាំងអស់អូសឫស្សីបញ្ច្រាស់ចុងទៅកសាងបន្ទាយតែបពពួកមើនចែចុងរៈមិនព្រមធ្វើតាមបញ្ជាទេដោយអាងលើបងស្រីរបស់ខ្លួនឈ្មោះនូដែលជាអ្នកម្នាងរបស់ស្ដេចធ្លាប់ទទួលសំណូកដែលកាងឲ្យរួចពីការកែនទ័ពនេះដោយឃើញបែបនេះដេជោយ៉តក៏ឲ្យគេចាប់មើនចែចុងរៈនិងបពពួកទៅសម្លាប់ចោលក្រោយបានទទួលដំណឹងថាដេជោយ៉តសម្លាប់ប្អូនរបស់ខ្លួនអ្នកម្នាងនូក៏ទូលថ្វាយស្ដេចឲ្យចាប់ដេជោយ៉តមកកាត់ទោសប្រហារជីវិតតែដេជោយ៉តមិនបានមកតាមបញ្ជាស្ដេចនោះទេដោយលោកសំអាងថាកំពុងជាប់ដៃបង្ក្រាបសត្រូវតែដោយសារតែស្ដេចចេះតែបង្ខំពេកលោកក៏ចូលមកតាមរាជបញ្ជាហើយក្នុងពេលកំពុងសួរដេញដោលគ្នានោះដេជោយ៉តក៏ចោលកូនកំបិតសម្លាប់អ្នកម្នាងនូនោះតែម្ដងដោយចោទថាអ្នកម្នាងនូនេះហើយដែលជារនុកក្នុងរបស់ខ្មាំងទទួលសំណូកការពារបពពួកខ្លួនដែលជាការធ្វើឲ្យរំខានដល់ការធ្វើសឹកសង្គ្រាមហើយដេជោយ៉តលោកបាននិយាយថាលោកនឹងចូលខ្លួនមកទទួលទោសសារជាថ្មីក្រោយពីបង្ក្រាបសត្រូវចប់សពគ្រប់លុះបង្ក្រាបឆ្លើយសៀមបះបោររួចលោកក៏ចូលខ្លួនមកទទួលទោសពីព្រះរាជាតាមការសន្យាតែព្រះរាជាមិនបានយកទោសអ្វីឡើយហើយក៏ឲ្យលោកទៅត្រួតត្រានៅខេត្តកំពង់ស្វាយរហូតទៅចំពោះស្នេហាវិញដែលជោយ៉តបានគួចចិត្តប៉ងប្រាថ្នាយកជំទាវស្រែនមកធ្វើជាភរិយាតែមិនបានសម្រេចទេព្រោះជំទាវស្រែនគិតថាយ៉តគឺជាជនជាតិភាគតិចហើយជាសិស្សរបស់ប្តីនាងពីមុនផងដោយសង្កេតឃើញជំទាវស្រែនរើសអើងស្នេហាប្រកាន់វណ្ណៈបែបនេះដេជោយ៉តក៏បានប្រើល្បិចដោយយកកម្មជណ្ដើរផ្ទះរបស់ជំទាវស្រែនមកឲ្យជាងដាប់ឆ្លាក់ធ្វើជារូប
ព្រះពុទ្ធបដិមានិងរូបតេជោមាសហើយប្រកាសធ្វើបុណ្យយ៉ាងធំបញ្ជូនកុសលទៅឲ្យគ្រូរបស់ខ្លួនជំទាវស្រែនបានទៅចូលរួមពិធីនោះហើយត្រូវបានតេជោយតប្រាប់ការពិតថាជំទាវស្រែនថ្វាយបង្គំកម្មចណ្ដើរផ្ទះរបស់ខ្លួនឯងគ្រានោះជំទាវស្រែនបានយល់អត្ថន័យនៃទង្វើរបស់តេជោយតហើយក៏ព្រមព្រៀងរៀបការជាមួយតេជោយតនាពេលនោះទៅចាស់ប្រិមិត្តជាទីមេត្រីការរៀបរាប់តាក់ទងនឹងប្រវត្តិរបស់មេទ័ពដ៏អង្អាចក្លាហានពីររូបគឺតេជោមាសនិងតេជោយតក៏ឈានមកដល់ទីបញ្ចប់ដែរក៏សូមខន្តីអភ័យទោសនៅពាក្យសម្ដីលើសលួសខ្វះខាតត្រង់ចំណុចណាមួយក៏សូមអរគុណដល់ប្រិមិត្តដែលចំណាយពេលវេលាទស្សនាវីដេអូមួយនេះចាពេលនេះនាងខ្ញុំក៏សូមអរគុណចាសូមជម្រាបលា